អ៊ីរ៉ង់វាមិនមែនមានសិលធម៌សុជីវធម៌ដូចប្រទេសនៅក្នុងប្រទេសប្រជាធិបតេយ្យទេអ៊ីរ៉ង់គឺជាប្រទេសផ្ដាច់ការលើโลกមួយដែរដូចតាកូរ៉េខាងជើងអញ្ចឹងហើយខ្ញុំជឿថាកូរ៉េខាងជើងនេះណាចាំមើលតែចប់អ៊ីរ៉ង់ចប់វេណេស៊ុយអេឡាគុយបាអីហ្នឹងដល់ខ្លួនហ្នឹងជិះតែមិនផុតទេគ្រាន់តែថាឥឡូវក៏អត់សូវក្អកអីដែរភ័យដែរអត់សូវហ៊ានមាត់ទេឥឡូវកូរ៉េខាងជើងយើងបាត់ឈ្មោះគាត់ហើយដោយសារអត់ហ៊ានមាត់ដែរព្រោះអីឃើញគេអាកមន់គម្រាមសัตว์ស្វាបែបនេះអញ្ចឹងស្វាហ្នឹងចាប់ផ្ដើមរចុងឈើពួនសំងំសិនណាព្រោះខ្លាចត្រូវដបងដែរតែអត់រួចខ្លួនទេខ្ញុំជឿថាអត់រួចខ្លួនទេព្រោះអាការដែលអាវុធបរមាណូឬក៏អាវុធបល័យលោកហ្នឹងបើនៅក្នុងដៃពួកខាងចៅពួកអីគឺវានឹងធ្វើឲ្យពិភពលោកចលាចលប៉ុន្តែបើនៅក្នុងក្រុមដែលមនុស្សដែលមានវិជ្ជាជីវៈដោយអាមេរិកខ្ញុំថាអាមេរិកវិជ្ជាជីវៈមិនមែនទេអាមេរិកហ្នឹងគឺជាបងធំគេដែរប៉ុន្តែក៏មានក្របខ័ណ្ឌមួយនៅក្នុងស្រុកអាមេរិកនេះដោយសារប្រជាធិបតេយ្យគេរឹងមាំដូច្នេះមេដឹកនាំដូចថាពេលខ្លះរៀងកាចបន្តិចក៏កាចមិនប៉ុន្តែក៏មានអត់ឲ្យជីសេះលែងដៃដែរយើងឃើញអាមេរិកមិនមែនថាអូវាយអ៊ីរ៉ង់ប្រជាប្រដ្ឋអាមេរិកនាំគ្នាគ្រប់គ្រងទាំងអស់អត់អាលីងវាយអ៊ីរ៉ង់គឺគេជំទាស់លោកត្រាំកាលនៅវាយនៅវៀតណាមហ្នឹងក៏តែអញ្ចឹងដែរទម្លាក់គ្រាប់នៅកម្ពុជានៅវៀតណាមមិនមែនប្រជាប្រដ្ឋអាមេរិកស្ទើរឲ្យទៅទម្លាក់គ្រាប់ទេគេឈឺចាប់គ្រប់គ្នាអញ្ចឹងបានន័យថាបើចោតប្រកាន់អីអាមេរិកថាអាមេរិកហ្នឹងខូចអាមេរិកហ្នឹងសម្លាប់គេយើងកុំយកដើមឈើពីបដាមធ្វើជាព្រៃវាមិនមែនជាសន្តានចិត្តរបស់ប្រជាពលរដ្ឋអាមេរិកទេប៉ុន្តែជាគំនិតរបស់អ្នកនយោបាយមួយក្រុមណានោះអញ្ចឹងទៅរករឿងអ្នកនយោបាយកុំរករឿងប្រជាពលរដ្ឋជាទូទៅប្រជាពលរដ្ឋគេស្គាល់ខុសស្គាល់ត្រូវប៉ុន្តែអ្នកនយោបាយពេលខ្លះស្មោកគ្រោកដូច្នេះអានឹងរឿងអ្នកនយោបាយតាប៉ុន្តែម្ដងនេះនយោបាយរបស់អាមេរិកដែលថាចង់កម្ចាត់អ៊ីរ៉ង់នេះគឺវាមានភាពសមស្របរបស់វាដែរខ្ញុំមិនគាំទ្រអំពើហិង្សាទេក៏ប៉ុន្តែយើងសាកមើលនៅក្នុងពេលបាតកម្មមួយពេលសោះយើងសម្លាប់មនុស្សអស់30000នាក់ជាងដោយអត់មានការជំនុំជម្រះអីសោះដោយសារគេឡើងមកបញ្ចេញមតិមិនពេញចិត្តរដ្ឋាភិបាលចុះបើជាប្អូនយើងជាបងយើងជាម្ដាយយើងជាឪពុករបស់យើងគិតថាអ៊ីរ៉ង់ធ្វើនឹងត្រូវមិនចឹងហ៎យើងលេបចូលដែរបើសិនជាគ្រួសាររបស់យើងសាកគិតទៅមើលវាដូចនឹងរបបខ្មែរក្រហមអញ្ចឹងនៅពេលដែលគេសម្លាប់បងប្អូនយើងទាំងពូជយើងសប្បាយចិត្តទេនៅពេលដែលគេរំដោះប្រទេសខ្មែររបបខ្មែរក្រហមចេញមកដើម្បីឲ្យបងប្អូនមានបាយហូបវិញយើងសប្បាយចិត្តមិនចឹងមកដល់ម៉ោងហ្នឹងមាននរណាមួយមិនទាន់ភ្លេចគុណ7មករានៅរដ្ឋាភិបាលកម្ពុជាលោកហ៊ុនសែនហេងសំរិននិងលោកជាស៊ីមហ្នឹងកាលគាត់នៅរយៈពេល30-40ឆ្នាំហ្នឹងគឺយកតា7មករាហ្នឹងមកលងបន្លាចខ្មែរយើងបោកស្លឹកឆ្នោតបានរាល់អាណត្តិហើយយើងចាញ់បោកគាត់រឿងថាគាត់រំដោះយើងវិជាការពិតជាគុណូបការៈប៉ុន្តែបងប្អូនត្រូវចាំថាអានេះរឿងនយោបាយដែររឿងទាហានវៀតណាមចូលមកឈ្លានពានដែនអធិបតេយ្យកម្ពុជារបស់យើងគឺជារឿងរំលោភច្បាប់អត់មានណាដោះស្រាយទេក៏ប៉ុន្តែយើងចង់បានមួយគឺខ្មែរក្រហមរលាយរលត់ទៅបងប្អូនសប្បាយចិត្តអរគុណទៅខ្ញុំគ្មានឈឺក្បាលអីទេខ្ញុំតែយើងជពាក់គុណអីយើងអរគុណទៅក៏ប៉ុន្តែយើងត្រូវមើលរូបភាពឲ្យពេញថារឿងស្អីក៏ដោយគឺជារឿងនយោបាយហើយនៅពេលដែលរឿងនយោបាយគឺយើងត្រូវឆ្លាតវៃកុំឲ្យអ្នកនយោបាយបោកយើងបានហើយម្ដងទៀតឃើញអ៊ីរ៉ង់គ្រាប់កាភ្លើងជាទីក្រុងមួយនៅក្នុងក្រោមដី107កន្លែងទីក្រុងនឹងជិះឡានចូលដូចទីក្រុងធំមួយកន្លែងហ្នឹងគឺគ្រាប់មីស៊ីលហ្នឹងគឺច្រើនមែនតើតើគាត់ធ្វើដើម្បីអីបងប្អូនមានសាកគិតមើលដើម្បីការពារប្រទេសអ៊ីរ៉ង់កុំឲ្យគេទៅរំលាយបានក្នុងដែនអធិបតេយ្យរបស់ខ្លួនដើម្បីឲ្យខ្លួនធ្វើឲ្យប្រជាពលរដ្ឋមានសុខសន្តិភាពកំពុងតែរស់នៅក្នុងការអគុណសន្តិភាពយ៉ាងសម្បើមអញ្ចឹងត្រូវតែរៀបចំសភាវុធនឹងឲ្យរឹងមាំដើម្បីការពារប្រជាពលរដ្ឋឲ្យនៅស្រឡាញ់សន្តិភាពនឹងបើអញ្ចឹងមែនយើងអគុណអ៊ីរ៉ង់ហើយប៉ុន្តែយើងអត់អាចយកកំភ្លើងកំជ្រួចសង់ពេញទឹកពេញដីបរមាណូផងទៅការពារសន្តិភាពទេសន្តិភាពអត់អាចការពារបែបនឹងបានទេសន្តិភាពការពារដោយការដែលធ្វើឲ្យប្រទេសហ្នឹងមានភាពស្ងប់ស្ងាត់នៃអំពើហិង្សាមិនមានសពាវុធមិនមានអីហើយឲ្យប្រទេសសហគមន៍អន្តរជាតិទាំងអស់គេស្រឡាញ់យើងប្រទេស190ជាងនៅលើពិភពលោកហេតុអីបានមានរឿងតែអ៊ីរ៉ង់ហេតុអីបានមានរឿងតែកូរ៉េខាងជើងហេតុអីបានមានរឿងតែជាមួយគុយបាហេតុអីបានមានរឿងតែជាមួយវេណេស៊ុយអេឡាដោយសារតែយើងដឹកនាំប្រទេសបែបផ្ដាច់ការយើងមានដែលឃើញអាមេរិកទៅវាយប្រទេសដែលមានតែប្រជាធិបតេយ្យត្រឹមត្រូវទេដែលមានទេ
រដ្ឋអធិបតេយ្យគ្រាន់តែ Greenland មួយនៅ Denmark គ្រាន់តែលោកត្រាំនិយាយថាចង់បានដែនដីហ្នឹងយកមកគ្រប់គ្រងដើម្បីទប់រុស្ស៊ីហើយនឹងចិនហ្នឹងពិភពលោកគេផ្អើលការពារ Greenland គ្រប់គ្នាគេរិះគន់លោកត្រាំហើយឥឡូវមកដល់មកហ្នឹងអត់ហ៊ាននេះវាគ្រាន់តែជាការនិយាយចោលទៅព្រោះអី Greenland គឺជាប្រទេសប្រជាធិបតេយ្យផ្ដាច់ការអត់មានទេគឺប្រជាពលរដ្ឋគេរស់នៅដោយសុខក្សេមខ្សាន្តគ្រាន់តែថាវាចៃដន្យអីលក្ខណៈភូមិសាស្ត្ររបស់ប្រទេស Greenland ហ្នឹងកោះ Greenland ហ្នឹងវាជាភូមិសាស្ត្រមួយដែលបើអាមេរិកដាក់មូលដ្ឋានទ័ពនៅទីនោះគឺអាចនឹងទប់រុស្ស៊ីហើយនឹងទប់ចិនបានហើយបើសិនជាលោកត្រាំនិយាយអញ្ចឹងថ្ងៃក្រោយយ៉ាងច្រើនចរចាជាមួយ Greenland សុំឲ្យ Greenland អនុញ្ញាតឲ្យទ័ពអាមេរិកដាក់មូលដ្ឋានទ័ពនៅនឹងជាជាងយកប្រទេសនឹងអីអញ្ចឹងទៅខ្ញុំជឿថាការចរចាពេលខ្លះនិយាយឲ្យ Greenland ភ័យទៅហើយចុងក្រោយគឺចរចារឿងដាក់មូលដ្ឋានទ័ពអាមេរិកអីទៅវាមិនពិបាកពេកប្រជាពលរដ្ឋ Greenland គ្រប់គ្រង Greenland ធម្មតាទ័ពអាមេរិកគ្រាន់តែជាសម្ព័ន្ធមិត្តអីអញ្ចឹងទៅគ្រាន់តែប្រើប្រាស់កន្លែងហ្នឹងដើម្បីទប់រុស្ស៊ីទប់អ៊ុយក្រែនអីអញ្ចឹងទៅអានេះគឺជារឿងនយោបាយហើយយើងទៅរដ្ឋអធិបតេយ្យបែបហ្នឹងហើយប្រទេសមិនមែនផ្ដាច់ការអញ្ចឹងមិនមែនស្រួលទេអញ្ចឹងបានថានៅបើថាទៅវាយ Greenland ខ្ញុំដឹងតែគ្មាននរណាទៅជួយអាមេរិកទេប៉ុន្តែអ៊ីរ៉ង់គឺឃើញមានប្រទេសគេស្វាគមន៍មានប្រទេសគេសាទរមានប្រទេសអីអញ្ចឹងជួយយ៉ាងហោចណាស់ក៏បានអ៊ីស្រាអែលមួយទៅដែរដោយសារអីអាវុធបរមាណូហ្នឹងគឺវាបល័យលោកទី1ហើយនៅលើដៃអ្នកដែលយើងមិនទុកចិត្តថានឹងអាចថាថានិយាយថាឥឡូវនិយាយឧទាហរណ៍ងាយស្ដាប់ចុះថាយើងយកស្រាមកពីងយើងមិនគួរណាទៅផ្នែកផ្ញើក្នុងវត្តទេមិនចឹងឯស្រាវាជារឿងអបាយមុខក៏ឧទាហរណ៍ឧបមាថាវារឿងនឹងវាចៃដន្យកើតឡើងចុះជារឿងសមត្ថកម្មទេហើយគ្រូសង្ឃាចវត្តដែលស្រានឹងគេដាក់កេះគេកឹបគេបិទចិត្តអីអស់ហើយប៉ុន្តែគឺជាគ្រឿងអបាយមុខមែនប៉ុន្តែសម្រាប់យកទៅបបហេតុព្យាបាលជំងឺស្រាថ្នាំអីណាក៏ដោយប៉ុន្តែដំណើរផ្លូវឆ្ងាយទៅមិនដល់សុំផ្ញើនៅកុដិពហិអីរបស់វត្តអីអញ្ចឹងណាអញ្ចឹងបើយើងដឹងតែគ្រូសង្ឃាចដែលច្បាស់លាស់នឹងរឿងសូរ៉ាមេរយៈអីអញ្ចឹងគឺយើងទុកចិត្តហើយទោះយ៉ាងម៉េចក៏មិនជឿថាលោកគ្រូសង្ឃាចចាប់អធិការហ្នឹងមកឆាន់ស្រាហ្នឹងដែរព្រោះវាខុសអាបត្តិយើងទុកចិត្តជាងការដែលយកស្រាហ្នឹងទៅឲ្យក្រុមប្រមឹក4-10 នាក់ហ្នឹងដាក់នៅផ្ទះគាត់មកយប់ទៅភ្លឺអស់អាលីងនៅសល់តែសបកពីងហ្នឹងអាហ្នឹងវាអញ្ចឹងណាបងប្អូនរឿងវាសាមញ្ញក្នុងការងាយយល់អញ្ចឹងមិនមែនស្អីសិតតែខុសច្បាប់ស្អីសិតតែបំពានទេយើងបើប្រទេសអ៊ីរ៉ង់ខ្លួនឯងកុំឲ្យគេឈឺឆ្អាលយើងកុំសម្លាប់មនុស្សយើងកុំធ្វើទុកបុកម្នេញយើងកុំរំលោភសិទ្ធិមនុស្សកុំបំផ្លាញប្រជាធិបតេយ្យកុំងើបមួយវាយមួយកុំចងកព្យួរកគេកុំប្រហារជីវិតមនុស្សកដាលទីសាធារណៈដោយសារតែគេហ៊ានតវ៉ាចំពោះសកម្មភាពអសកម្មរបស់រដ្ឋាភិបាលទៅអាហ្នឹងគឺធ្វើឲ្យយើងមានសេចក្តីសុខហើយយើងចាំបាច់ភ័យចឹងទៅអ៊ីរ៉ង់ភ័យទេភ័យនឹងអំពើផ្ដាច់ការរបស់ខ្លួនឯងដែលមិនអាចនឹងគ្រប់គ្រងបានយូរខ្លាចប្រជាពលរដ្ឋខ្លួនឯងបះបោរផងខ្លាចខាងក្រៅគេលូកដៃមកផងអញ្ចឹងមួយថ្ងៃធ្វើតែកាភ្លើងហ្នឹងប្រជាពលរដ្ឋដាច់ពោះក៏អត់ខ្វល់ហើយដល់អញ្ចឹងអាមេរិកគេចាប់ផ្ដើមធ្វើនឹងវាអត់មានអីខុសចឹងទីក្រុងក្រោមដីនឹង107កន្លែងសុទ្ធតែកញ្ជ្រួចក៏ប៉ុន្តែបងប្អូនដែលគ្រប់គ្រងអ៊ីរ៉ង់ថាហ្នឹងហើយគេអ៊ីរ៉ង់គេចាំតែអត់តែជាមួយគេប្រឡែងមកប្រមាណទៀតកញ្ជ្រួចរបស់អ៊ីរ៉ង់នៅក្នុងទីក្រុងក្រោមដីទាំង107កន្លែងនេះណា77% នៃមាត់រូងចូលទៅក្នុងទីក្រុងកញ្ជ្រួចនេះត្រូវបានអាមេរិកទម្លាក់គ្រាប់បិទចិត្តអស់ហើយអញ្ចឹងបានន័យថាម៉េចបងប្អូន77% គិតទៅបើ107ទីតាំង77% ស្ទើរតែ80-90 ទីតាំងហើយដែលគេបិទនិយាយទៅទម្លាក់គ្រាប់ឃើញអា excavator របស់អ៊ីរ៉ង់ហ្នឹងទៅកាយដីប្រព័ន្ធផ្កាយរណបគេចាប់បានទាំងអស់ប៉ុន្តែកាយទៅទម្លាក់គ្រាប់ឲ្យខ្ទេចខ្ទីទៀតដូច្នេះអារូងភ្នំហ្នឹងបិទចិត្តអស់មិនដឹងថាអ្នកនៅក្នុងហ្នឹងដាច់ខ្យល់ស្លាប់ឬយ៉ាងណាយើងអត់ដឹងទេប៉ុន្តែរូងភ្នំប្រហែល70-80បានន័យថាបិទចិត្តអស់ហើយអត់អាចនឹងបញ្ចេញអាបរមាណូនឹងឬកំជ្រួចនឹងចេញចូលទៅបានទៀតទេប៉ុន្តែមិនមែនបានន័យថាបិទច្រកចេញចូលហ្នឹងគឺធ្វើឲ្យកញ្ជ្រួចទាំងអស់ហ្នឹងអត់អាចបាញ់ឡើងលើបានទេបាញ់បាននៅតែបាញ់បានអញ្ចឹងគ្រាន់តែថាបើបាញ់គឺអាមេរិកមានប្រព័ន្ធចាប់ផ្កាយរណប
ប្រព័ន្ធផ្កាយរណបចាប់អាកន្លែងកញ្ជ្រួចដែលបាញ់ចេញមកហ្នឹងគឺនឹងកំទេចអាកន្លែងបាញ់ចេញហ្នឹងទៀតដូច្នេះអ៊ីរ៉ង់អត់មានច្រកណាចេញរួចទេបងប្អូនគឺមានតែថ្ងៃលើកទង់ជ័យសហើយនេះទៅប៉ុន្តែពួកផ្ដាច់ការគឺមិនលើកទង់ជ័យសទេគឺតលតែដូចសាដាំហ៊ូសេនអញ្ចឹងចូលទៅក្នុងរូងកដោមួយហ្នឹងក៏មិនលើកទង់ជ័យសតតែចាប់ក្បួចមកតែម្ដងឬក៏គេសម្លាប់ចោលតែម្ដងព្រោះអាហ្នឹងវាជានិស័យជនផ្ដាច់ការនៅលើលោកនៅណាក៏ដូចនៅណាដែរយើងមិនបាច់ឆ្ងល់ទេហើយវាសនាហ្នឹងគឺវាមិនខុសទេប៉ុន្តែវាគួរឲ្យអកុសលតែរឿងហ្នឹងវាកើតឡើងអញ្ចឹងឥឡូវវិលមកវិញបងប្អូនលោកត្រាំដាក់អសានវ៉ាត48ម៉ោងហ្នឹងគឺប្រាប់ថាបើកច្រកផ្លូវទឹក Hormuz ជាកំហិតដោយឥតលក្ខខណ្ឌលោកត្រាំថាបើកឲ្យពេញទំហឹងអត់មានបិទស្អីណាបើកសម្រាប់តែចិនសម្រាប់តែកប៉ាល់ដឹកប្រេងរបស់អ្នកណាផ្សេងទៀតដែលជាប្រទេសមិនមែនសម្ព័ន្ធមិត្តអាមេរិកហើយទៅកប៉ាល់នាវាដឹកប្រេងរបស់អាមេរិកឬក៏សម្ព័ន្ធមិត្តអីហ្នឹងដឹកឆ្លងកាត់សុទ្ធតែបាញ់គេអត់មានទេលក្ខខណ្ឌរបស់លោកត្រាំចាប់ពីម៉ោងនេះទៅទុកពេលឲ្យ48ម៉ោងគឺ2ថ្ងៃនៅក្នុងការបើកច្រកនឹងទាំងអស់ដោយឥតលក្ខខណ្ឌហើយបើមិនបើកនៅក្នុងរយៈពេល48ម៉ោងបានត្រឹមថ្ងៃច័ន្ទគឺអាមេរិកនឹងវាយសន្ធប់កំទេចចោលឲ្យទៅជាផេះផង់រោងចក្រផលិតអគ្គិសនីទាំងអស់នៅទីក្រុងនៅក្នុងប្រទេសអ៊ីរ៉ង់រឿងនេះគឺជារឿងរកម្មចិត្តទៀតហើយបងប្អូនព្រោះរោងចក្រផលិតអគ្គិសនីគឺជាសរសៃឈាមនិងអុកស៊ីហ្សែនចុងក្រោយរបស់អ៊ីរ៉ង់ហើយព្រោះអីប្រទេសណាក៏ដោយគឺយើងត្រូវការដង្ហើមដកដោយសារមានភ្លើងអគ្គិសនីការបំភ្លឺសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់ចម្អិនអាហារសម្រាប់អីសពបែបយ៉ាងដូច្នេះអាមេរិកបានប្រាប់ថាគេនឹងគំទេចចោលរោងចក្រផលិតអគ្គិសនីទាំងអស់នៅប្រទេសអ៊ីរ៉ង់ហើយចាប់ផ្ដើមពីរោងចក្រផលិតអគ្គិសនីដែលធំជាងគេបំផុតទៅមុនគេនៅក្នុងរយៈពេល48ម៉ោងតែពេលផុតទៅអ៊ីរ៉ង់អត់ព្រមបើកអាច្រក Hormuz ដោយឥតលក្ខខណ្ឌអាមេរិកប្រើពាក្យថាបើកដោយឥតលក្ខខណ្ឌបានន័យថាម៉េចអត់មានមកដាក់លក្ខខណ្ឌថាអាមេរិកត្រូវឈប់ទម្លាក់គ្រាប់អាមេរិកឈប់បាញ់ត្រូវដកទ័ពទៅដកនេះឬក៏នោះអត់មានទេគឺត្រូវទី1គឺត្រូវតែបើកអាហ្នឹងទាំងអស់trong រយៈពេលហ្នឹងបើអត់ទេគឺខ្ទេចទាំងអស់រោងចក្រផលិតប្រេងព្រោះអាមេរិកមានយន្តហោះបដិញនិងអាកំជ្រួចដែលត្រូវទម្លាក់គ្រាប់ហ្នឹងគឺប្រើប្រព័ន្ធ laser ឬ GPS ហ្នឹងគឺថាអត់មានខុសទេគឺថាខ្ទេចខ្ទីតាម24ម៉ោងហ្នឹងគឺអាចនឹងឆេះទលោមហើយតែជាផេះផងហើយបើឆេះរោងចក្រផលិតប្រេងកាតនេះអ៊ីរ៉ង់ត្រូវការពេល30-40ឆ្នាំមកដើម្បីសាងសង់ឡើងវិញឲ្យបានដូចដើមឬក៏អាចថាវេទនាទាំងអស់ប៉ុន្តែខ្ញុំមែនតើចង់លឺរឿងហ្នឹងឯងព្រោះអីវាប៉ះពាល់ដល់ប្រជាពលរដ្ឋស៊ីវិលច្រើនព្រោះអានេះគឺជាសំណង់ស៊ីវិលទេមិនមែនជាសំណង់យោធាទេអាការផលិតចម្រាញ់ប្រេងកាតអីណាប៉ុន្តែខ្ញុំជឿថានេះគឺជាសាររបស់លោកត្រាំដែលមើលទៅដូចជាដាច់ណាត់ដែរប៉ុន្តែសួរអ៊ីរ៉ង់គេតបមកវិញមិនជាការឆ្លើយតបទៅនឹងលោកត្រាំអ៊ីរ៉ង់ហ្នឹងក៏សម្បើមដៃដែរអញ្ចឹងពួកផ្ដាច់ការគេខ្លាំងអញ្ចឹងទោះនៅក្នុងរូងប៉ុណ្ណាក៏ដោយអ៊ីរ៉ង់ខ្លាំងដោយសារតែខ្លួនអាចមានអាបរមាណូហងមានអាស្អីកំជ្រួចបរមាណូលោកត្រាំថាកំតិចរោងចក្របរមាណូរបស់អ៊ីរ៉ង់ខ្ទេចខ្ទីជាផេះផង់អស់ហើយប៉ុន្តែតាមអ្នកស្រាវជ្រាវរបស់អង្គការសហជីវជាតិផ្នែកបរមាណូហ្នឹងគេរកឃើញថារោងចក្រផលិតបរមាណូរបស់អ៊ីរ៉ង់មិនទាន់ខ្ទេចខ្ទីរហូតដល់ផេះផង់ទេអាចនៅមានគ្រាប់បរមាណូដែលអ៊ីរ៉ង់អាចប្រើបានប៉ុន្តែបងប្អូនសួរអញ្ចេះទៅវិញថាតើអ៊ីរ៉ង់អាចប្រើគ្រាប់បរមាណូបានដែរឬទេបើមានខ្ញុំធ្លាប់បានបកស្រាយពីខាងដើមហើយថាពីយូរហើយតាំងពីមានសង្គ្រាមដំបូងអ៊ីរ៉ង់ទោះក្នុងតម្លៃណាក៏មិនអាចហ៊ានប្រើគ្រាប់បរមាណូនេះដែរហេតុអីបានជាខ្ញុំហ៊ានថាដូច្នេះព្រោះអ៊ីរ៉ង់អាចមានគ្រាប់បរមាណូប្រមាណគ្រាប់ក៏ដោយព្រោះបើបាញ់ឲ្យដល់អាមេរិកគឺអត់ដល់ទេបើគោលដៅសត្រូវធំបំផុតរបស់អ៊ីរ៉ង់គឺអាមេរិកហើយនិងអ៊ីស្រាអែលដើម្បីឲ្យគ្រាប់បរមាណូរបស់អ៊ីរ៉ង់បាញ់រហូតទៅដល់អ៊ីស្រាអែលឬអាមេរិកបានត្រូវការពេលយូរតម្រាំតែគ្រាប់នឹងហោះទៅអញ្ចឹងនៅក្នុងម៉ោងនេះគឺរាល់ស្អីក៏ដោយដែល we work នៅក្នុងប្រទេសអ៊ីរ៉ង់ហ្នឹងណាគឺបានន័យថាប្រព័ន្ធផ្កាយរណបនិង GPS របស់អាមេរិកនិងអ៊ីស្រាអែលចាប់បានទាំងអស់
អញ្ចឹងនៅពេលដែល work ឧទាហរណ៍ថាមានគ្រាប់បរមាណូមួយដែលផ្ទុះឡើងបើមានគ្រាប់បរមាណូផ្ទុះឡើងចេញពីអ៊ីរ៉ង់តែមួយគ្រាប់វាអាចរងគ្រោះដល់ប្រទេសអ៊ីស្រាអែលជាយថាហេតុប៉ុន្តែអាមេរិកដឹងអត់ដល់ហើយគឺអ៊ីរ៉ង់នឹងคล้ายទៅជាផេះផង់ឲ្យបាត់ពិភពផែនដីនេះតែម្ដងហេតុអីបានខ្ញុំហ៊ាននិយាយដូច្នេះព្រោះបរមាណូរបស់អាមេរិកនិងសម្ព័ន្ធមិត្តនឹងបាញ់ស្រោចទៅអ៊ីរ៉ង់ដែលមិនអាចតដៃបានរហូតតតែខ្ទេចខ្ទីទៅជាផេះផង់អញ្ចឹងអ៊ីរ៉ង់មិនអាចជ្រើសរើសជំរឿននេះទេជំរឿនបរមាណូនេះស្ទើរតែអ៊ីរ៉ង់គួរតែបាត់បរមាណូនឹងតាំងពីយូរទៅកុំឲ្យមានបញ្ហាព្រោះបើមានក៏ប្រើអត់បានដែរព្រោះប្រើទៅគឺបាញ់បានមួយគ្រាប់ពីរដបងប៉ុន្តែក្រៅពីនឹងទៅគឺខ្ទេចខ្ទីជាផេះផង់ហើយប្រទេសអ៊ីរ៉ង់នេះគឺលែងមានមុខមានមាត់អីទៀតហើយដូច្នេះអ៊ីរ៉ង់មិនប្រថុយប្រឋានបែបហ្នឹងទេគឺអាចនឹងនៅតែគម្រាមកំហែងការពារដែនអធិបតេយ្យរបស់ខ្លួនថាជារដ្ឋអធិបតេយ្យមានកញ្ជ្រួចចាំតែផ្លោងដាក់ថ្លាក់ផ្លោងអីចឹងទៅហើយអាមេរិកក៏មានប្រព័ន្ធការពារកញ្ជ្រួចយើងគិតថាការពារតន់ដែរគេនៅមានកញ្ជ្រួចច្រើនបងប្អូនសាកគិតមើលរូងដីកញ្ជ្រួចរបស់អ៊ីរ៉ង់រហូតដល់ទៅ77% ត្រូវបានអាមេរិកនិងអ៊ីស្រាអែលទម្លាក់គ្រាប់បិទចិត្តរុនអស់ហើយថាតើអ៊ីស្រាអែលត្រូវការពេលប្រមាណជំនុំកាយរូងកាយអីនឹងឡើងវិញវាអត់ស្រួលទេហើយតើផលិតបានប្រមាណអីទៀតហើយបាញ់ចេញមកគេតាមចាប់រហូតដូច្នេះពេលវេលាសម្រាប់អ៊ីរ៉ង់គឺចាប់ផ្ដើមcountdown ហើយរាប់ថយក្រោយនៅពេលដែលលើកទង់ជ័យសហ្នឹងហើយគ្មានជំរើសទៀតទេឥឡូវវិលមករឿងសារណវត្តរបស់អាមេរិកនិងការព្រមានរបស់អ៊ីរ៉ង់បានព្រមានថាអ៊ីរ៉ង់នឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិកវិញដោយការបាញ់កញ្ជ្រួចមីស៊ីលទៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធធម្មពលឥន្ធនៈអគ្គិសនីរបស់សម្ព័ន្ធមិត្តរបស់អាមេរិកចឹងអ៊ីរ៉ង់បានតែប៉ុណ្្នឹងឯងបានតែគម្រាមសម្ព័ន្ធមិត្តទេព្រោះវាយអត់ដល់អាមេរិកទេចឹងបានតែទៅគម្រាមអ៊ីស្រាអែលគម្រាមប្រទេសដូចនៅកាតានៅតំបន់ជិតហ្នឹងអីអារ៉ាប៊ីសាអូឌីតអីហ្នឹងដែលមានមូលដ្ឋានទ័ពអាមេរិកនៅក្បែរហ្នឹងប៉ុន្តែអ៊ីរ៉ង់គម្រាមនេះក៏អត់បានប្រយោជន៍ដែរព្រោះបើអ៊ីរ៉ង់បាញ់កញ្ជ្រួចមីស៊ីលហ្នឹងគឺទៅកំទេចមូលដ្ឋានទ័ពរបស់អាមេរិកបានណានៅក្នុងសង្គ្រាម3សប្តាហ៍ជាងនេះអ៊ីរ៉ង់កំទេចចោលអស់ហើយវាយសន្ធាប់ទៅអស់ហើយប៉ុន្តែអាប្រព័ន្ធកញ្ជ្រួចទប់អាកញ្ជ្រួចរបស់អ៊ីរ៉ង់ហ្នឹងគឺគេវាយគេទប់បានអស់ហើយព្រោះអីអ៊ីរ៉ង់ពិបាកមែនតើនៅក្នុងពេលនេះគឺគេស្រោចជុំទឹះដែលមានប្រព័ន្ធការពារទប់យើងឃើញហើយមានកញ្ជ្រួចវងកញ្ជ្រួចអីនៅតែធ្លាក់តាមបន្លែងអ៊ីស្រាអែលនៅអីគឺវាមិនលែងទេព្រោះអីអ៊ីរ៉ង់ការពារខ្លួនគេថាបាញ់មកដើម្បីកុំឲ្យថាអ៊ីរ៉ង់អស់គ្រាប់បាញ់អីចឹងទៅប៉ុន្តែកាលណាតែអ៊ីរ៉ង់បាញ់នៅតែមានកម្រើកគឺដូចឆ្មានឹងកដោចឹងគឺឆ្មាកាន់តែកទ្រប់ខំកដោហ្នឹងឲ្យធ្លុះធ្លាយសាច់អានេះរឿងដែលការគម្រាមគ្នាប៉ុន្តែឥឡូវនេះខ្ញុំនិយាយអំពីតកតងនឹងរឿងអាមេរិកហ្នឹងបញ្ចប់ទៅមុននឹងចូលព័ត៌មានខ្មែរហើយសំទោសផ្អែមបន្លែបន្តិចឯងបងប្អូនដោយសារតែដូចខ្ញុំនិយាយចឹងថ្ងៃនេះថ្ងៃអាទិត្យឲ្យខ្ញុំអធិស្ឋានបងប្អូននៅស្រុកខ្មែរផងយប់ជ្រៅណាស់ហើយម៉ោងនេះគឺម៉ោង11ហើយព្រោះ10ជាងហើយ10កន្លះហើយសូមអធិស្ឋានតែយើងនឹងនៅដល់ម៉ោង11ឬ11កន្លះហើយណោះព្រោះអីនៅសល់ព័ត៌មានច្រើនណារឿងដែលសំខាន់គឺគេមានការរិះគន់លោកត្រាំរឿងមិនមែនរឿងវាយអ៊ីរ៉ង់ទេព្រោះមនុស្សមិនពេញចិត្តនៅក្នុងការវាយមែនក៏ប៉ុន្តែមនុស្សមិនពេញចិត្តរបបអ៊ីរ៉ង់នឹងច្រើនណាស់គេមិនចូលចិត្តអ៊ីរ៉ង់ដែលយកអាមេរិកយើងដែលគ្រប់គ្រងប្រទេសយកប្រទេសមួយទៀតធ្វើជាសត្រូវបន់ឲ្យតែចុះនរកអ៊ីរ៉ង់នេះសបាយឲ្យតែឮថាអាមេរិករងគ្រោះអីហ្នឹងគឺគេជប់លៀងហើយយើងធ្វើតែអញ្ចឹងដែរយើងផ្កើនដាក់អាមេរិកមករហូតដែរបើខ្លួនឯងគ្រាន់បើមិនអីទេគឺយើងផ្កើនដាក់អាមេរិកនៅក្នុងន័យតែខ្លួនឯងតែគេដាក់ទៅខ្ចប់អីអញ្ចឹងណាឥឡូវនេះគឺមានការរិះគន់លោកត្រាំច្រើនអំពីការពំត្រណោតបាទរឿងពំត្រណោតនេះគឺដោយសារជំហរនិងយុទ្ធសាស្ត្ររបស់អាមេរិកមួយរយៈពេលកន្លងមកនេះហាក់បីដូចជាក្លែងក្លងបងប្អូនដែលមើលឃើញជំហររបស់អាមេរិកហ្នឹងក្លែងក្លងគឺនៅលើអ្វីដែលលោកត្រាំអ្នកនិយាយសារអីចឹងប៉ុន្តែបងប្អូនសង្គ្រាមជាមួយអ៊ីរ៉ង់នេះណាវាមិនមែនស្រួលទេខ្ញុំជឿថ្នាក់ដឹកនាំដោយលោកត្រាំអីហ្នឹងក៏ពិបាកនៅក្នុងការព្យាករឥឡូវគេរិះគន់គាត់សំបីតែថាដំបងថាវាយតែ4ទៅ5សប្តាហ៍ទេ
ឥឡូវនេះស្រាប់ដល់ពេលវាយបានប្រមាណឲ្យថាអ៊ីរ៉ង់នឹងដូចខ្ទេចខ្ទីអស់សង្គ្រាមនៅអ៊ីរ៉ង់នឹងដូចចប់អស់ហើយស្រាប់តែអ្នកនាំពាក្យរដ្ឋាភិបាលអាមេរិកគឺសេតវិមានអ្នកស្រី Caroline Leavitt ម្សិលមិញនេះថាអាចដល់6សប្តាហ៍ឃើញទេលើសបានមួយសប្តាហ៍ទៀតហើយអាហ្នឹងរឿងមួយដែលគេថាហាត់អីបានដូចជាថាពំតណោតអញ្ចឹងយុទ្ធសាស្ត្ររបស់គាត់ថ្ងៃនេះបងប្អូនខ្ញុំចង់ជម្រាបដែរថាពំតណោតហ្នឹងមានន័យថាម៉េចពំតណោតហ្នឹងគឺបានន័យថាវារៀងជន់កែងឯងមិនច្បាស់លាស់ស្ទាក់ស្ទើរអញ្ចឹងណាភាសាខ្មែរគឺក្នុងន័យពំតណោតហ្នឹងគឺអញ្ចឹងបានន័យថានិយាយហើយដូចជាជន់កែងខ្លួនឯងបានន័យថាដូចជាខ្លួននិយាយថាដូច្នេះប៉ុន្តែអ្វីដែលជាទង្វើហ្នឹងគឺវាផ្ទុយទៅនឹងការនិយាយរបស់ខ្លួនដែលធ្វើឲ្យការនិយាយហ្នឹងវាធ្វើឲ្យប្រជាពលរដ្ឋនឹងឆ្ងល់ទៅវិញអីចឹងទៅឥឡូវអ្វីដែលប្រជាពលរដ្ឋនៅតាមបណ្ដាញសង្គមឬក៏សារព័ត៌មានអន្តរជាតិនឹងជាពិសេសអ្នកដែលមិនពេញចិត្តនឹងលោកត្រាំនៅក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ហ្នឹងគឺឥឡូវម៉ោងនេះគេចង់និយាយថាតើច្បាស់នៅមានយុទ្ធសាស្ត្រអីច្បាស់លាស់ឬជាមួយអ៊ីរ៉ង់ឬនៅបានថាដូចជារៀងម្ដងថាសង្គ្រាមចប់ហើយប្រហែលថ្ងៃនេះគាត់ថាកំពុងតែបថយហ្គាបានន័យថាដូចភ្លើងដល់ចំណត់អញ្ចឹងបានន័យថាចិត្តបញ្ចប់ទាំងស្រុងហើយអញ្ចឹងអ្នកដែលស្ដាប់មកហ្នឹងគឺលួចថាដូចជាចប់ហើយអញ្ចឹងប៉ុន្តែហេតុអីបានជាដូចតែលឺតែវាយទៀតតែរហូតដូចតែលឺតែតដៃទៀតតែរហូតអីអញ្ចឹងថាអ៊ីរ៉ង់ដូចអស់ខ្ទេចខ្ទីអីអញ្ចឹងឧទាហរណ៍ណាថាបំផ្លាញប្រព័ន្ធនាវាចម្បាំងលិចក្នុងទឹកអស់ហើយប្រព័ន្ធអាកាសក៏លិចកំតិចខ្ទេចខ្ទីអស់ហើយប្រព័ន្ធមីស៊ីលលើគោកលើអីខ្ទេចខ្ទីអស់ហើយអ៊ីរ៉ង់ហ្នឹងគឺលែងតដៃអីបានហើយប៉ុន្តែថាសង្គ្រាមនឹងចប់ដោយបរិបូរហើយប៉ុន្តែឥឡូវនេះម្សិលមួយថ្ងៃបញ្ជូនទ័ពអាមេរិក 2500 នាក់ទៅមជ្ឈិមបូព៌ាឥឡូវថែមដល់2000ទៀតទៅ4500នាក់មិនមែនទៅអ៊ីរ៉ង់ទេគឺទៅគាត់ថាយកកម្លាំងទៅត្រៀមនៅមជ្ឈិមបូព៌ាអញ្ចឹងណាបងប្អូនអញ្ចឹងគេសួរទៀតថាអញ្ចឹងសង្គ្រាមហ្នឹងមិនដឹងចប់អង្កាលទេអញ្ចឹងគេថាម៉ោងនេះគួរតែដកទ័ពមកវិញហេតុអីបានជាបន្ថែមទ័ពទៅទៀតនេះជាចម្ងល់របស់គេបងប្អូនគេមានហេតុផលរបស់គេដែរហើយក្នុងពេលជាមួយគ្នាហ្នឹងបើថាសង្គ្រាមហ្នឹងវាដូចជាថាចប់ដូចលោកត្រាំថាមែនចុះហេតុអីបានជាម្សិលមិញស្នើថវិកា$200,000 លានពីរដ្ឋសភាដើម្បីទប់សង្គ្រាមអ៊ីរ៉ង់ហ្នឹងទៀតអានេះគេចេះតែសួរគាត់ទៀតណាបងប្អូនព្រោះអីមានកន្លែងខ្លះដែលគាត់បន្សល់ដានថាឲ្យគេឆ្ងល់ហើយឧទាហរណ៍ថាអ៊ីរ៉ង់ដូចជាខ្ទេចខ្ទីអស់លែងងើបរួចហើយចុះហេតុអីបានជាថ្ងៃនេះទៅពមៀនគេ48ម៉ោងដាក់អសានវ៉ាតឲ្យគេបើកច្រក Hormuz ហើយចុះបើសិនជាយើងបង្ក្រាបគេខ្ទេចខ្ទីបានអ៊ីរ៉ង់មិនអាចតដៃបានហេតុអីបានទៅបាច់ដាក់អសានវ៉ាតទៅអីព្រោះអីវាខ្ទេចហើយអញ្ចឹងយើងអាចឲ្យកប៉ាល់ដឹកប្រេងអីចេញចូលបានអាមេរិកនៅកាងនៅនឹងបានអីអញ្ចឹងទៅហ្នឹងក៏ជាសំណួររបស់គេដែរហើយបន្តទៅទៀតគេសួរថាហេតុអីបានជាអាមេរិកស្ទាក់ស្ទើរនៅក្នុងការដែលដូចថាបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ហ្នឹងឬក៏អត់បានរៀបចំផែនការរយៈពេលវែងជាយុទ្ធសាស្ត្រអីទេហេតុអីបានពំតណោតជន់កែងខ្លួនឯងច្រើនរឿងអីចឹងគេចោទលោកត្រាំរឿងដែលកើតឡើងហ្នឹងគឺយើងឃើញថាបើតាមសារព័ត៌មានអន្តរជាតិយើងមាន AP យើងមានសារព័ត៌មាន AFP មានអ្នករាយការណ៍ព័ត៌មានហ្នឹងគឺគេមានប្រភពសម្ងាត់ពីផ្ទៃក្នុងនៅក្នុងក្រមអ៊ីស្រាអែលនិងក្រមពួកសេតវិមានហ្នឹងដែលគេជជែកគ្នាអំពីយុទ្ធសាស្ត្រវាយសន្ធាប់ទៅអ៊ីរ៉ង់តាមពិតរឿងច្រក Hormuz នេះអត់មានអ្នកណាបង្ហើបពីដើមទីមកទេក៏ប៉ុន្តែទាំងអ្នកយុទ្ធសាស្ត្រសង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលសុទ្ធតែដឹងជាមុនរួចទៅហើយថាច្រក Hormuz នេះនឹងคล้ายទៅជាចំណុចចំណាប់ខ្មាំងមួយរបស់អ៊ីរ៉ង់ក្នុងការបិទសរសៃជីបចរនៃសម្ព័ន្ធមិត្តរបស់អាមេរិកគេដឹងរឿងហ្នឹងតាំងពីដើមមុននឹងវាយមកម្លេះប៉ុន្តែសំណួរសួរថាបើដឹងថាអ៊ីរ៉ង់នឹងបិទជីបចរកន្លែងហ្នឹងនឹងយកអាកន្លែងហ្នឹងជាចំណាប់ខ្មាំង
តើបានត្រៀមខ្លួនយ៉ាងដូចម្ដេចហេតុអីក៏មកដល់ពេលហ្នឹងដូចជាអត់ទាន់មានយុទ្ធសាស្ត្រដើម្បីបិទបញ្ចប់រឿងហ្នឹងអញ្ចឹងនៅក្នុងការជជែកគ្នាដែលសិតតែអ្នកដែលរាយការណ៍ហ្នឹងប្រាប់ថាសុំមិនបញ្ចេញឈ្មោះប្រភពហ្នឹងគឺគេនិយាយថាអាមេរិកគឺបានដឹងច្បាស់ថាវាយអ៊ីរ៉ង់នេះណាមិនមែនធូរដោយអ្វីដែលជាការគិតទេគឺវាមានភាពស្មុគស្មាញច្រើនដែរស្មុគស្មាញច្រើនគឺដោយសារតែទី1គឺលក្ខណៈភូមិសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់ដែលភាគច្រើនគេដឹងថាសពាវុធរបស់អ៊ីរ៉ង់លាក់នៅក្រោមរូងក្រោមដីហើយរូងក្រោមដីនេះគឺមែនតែនគឺមានអាវុធយុទ្ធភ័ណ្ឌអាមេរិកដូចជា B52 ឬក៏ B យន្តហោះទម្លាក់អា B2 តែទម្លាក់មានអាក្របបែកខួងដីរាប់តោនអីចូលទៅជំរឿរាប់សិបម៉ែត្រហើយបានផ្ទុះអីហ្នឹងតែរូងដីរូងភ្នំកន្លែងខ្លះវាជ្រៅលឹះនឹងដល់ទៅកន្លះគីឡូ1គីឡូដីក្របហ្នឹងមិនអាចនឹងខួងទេព្រោះភ្នំភាគច្រើននៅអ៊ីរ៉ង់ហ្នឹងជាភ្នំថ្មមិនមែនដីទុនផុយអីទេដូច្នេះក៏គេដឹងថាវាមានភាពស្មុគស្មាញច្រើនដែរក៏ប៉ុន្តែយុទ្ធសាស្ត្ររបស់អាមេរិកនៅពេលនេះគឺដូចជាការគ្រោងទុកដែរគឺទី1គឺវាយដាច់ប្រព័ន្ធអាកាសរបស់អ៊ីរ៉ង់និងប្រព័ន្ធផ្លូវទឹករបស់អ៊ីរ៉ង់គឺដាច់អស់ហើយប្រព័ន្ធផ្លូវគោកផ្លូវអីហ្នឹងអ៊ីរ៉ង់ក៏អត់អាចងើបនៅលើបានដែរវាមាននៅក្នុងរូងដីទេដូច្នេះអញ្ចឹងអ្វីដែលអាមេរិកធ្វើបាននៅពេលនេះគឺត្រូវសង្គ្រប់អារូងដីហ្នឹងផ្ដាច់អាជីពចរហ្នឹងឲ្យអស់ប៉ុន្តែសួរថាផ្ដាច់ប៉ុណ្ណាប្រើពេលយូរប៉ុណ្ណាអញ្ចឹងហើយបានជាចុងក្រោយនេះទើបចេញជាយុទ្ធសាស្ត្រអសានវ៉ាត48ម៉ោងគឺចាប់ផ្ដើមវាយដាច់ប្រព័ន្ធអគ្គិសនីចោលតែម្ដងអាប្រព័ន្ធអគ្គិសនីឬក៏រោងចក្រផលិតថាមពលនេះណាបើផ្ដាច់បានណាអារូងភ្នំទាំងអស់ហ្នឹងទាំង107ហ្នឹងអាចដាច់ភ្លើងទាំងអស់អត់អាចមានអគ្គិសនីចូលទៅបានទេអញ្ចឹងដូចយើងដូចរុនកដោដូចណាចង្រិតដូងអញ្ចឹងណាតែយើងចាក់ទឹកចូលគឺចេញមកអស់ហើយអញ្ចឹងដល់ពេលដែលអត់ភ្លើងអត់អគ្គិសនីអត់អុកស៊ីហ្សែនអត់អីចូលវាអាចនៅមានរូងភ្នំខ្លះវាមានគេត្រៀមខ្លួនអីបានខ្លះប៉ុន្តែរូងភ្នំជាច្រើនបិទចិត្តអស់ហើយនៅពេលដែលអត់មានខ្យល់អុកស៊ីហ្សែនអត់មានភ្លើងអគ្គិសនីចូលទៅបែបនេះមិនយូរទេនឹងចូលដល់ស្ថានភាពមហន្តរាយហើយសម្រាប់ប្រទេសអ៊ីរ៉ង់ដូច្នេះរឿងនេះអាចជាយុទ្ធសាស្ត្រចុងក្រោយរបស់អាមេរិកនៅក្នុងការគំរាមកំទេចរោងចក្រអគ្គិសនីហើយរោងចក្រអគ្គិសនីនេះមែនតើគឺជារឿងខុសច្បាប់មួយដ៏ធំទៀតតកតងនឹងសំណង់ស៊ីវិលណាបើសិនជាអង្គការសហប្រជាជាតិច្បាស់ជាថ្កោលទោសឲ្យព្រោះកន្លងមករុស្ស៊ីធ្លាប់ទម្លាក់គ្រាប់បែកទៅលើអារោងចក្រផលិតអគ្គិសនីធម្មពលអគ្គិសនីរបស់អ៊ុយក្រែនហ្នឹងធ្វើឲ្យរដូវត្រជាក់ហ្នឹងប្រជាពលរដ្ឋអ៊ីរ៉ង់ប្រជាពលរដ្ឋអ៊ុយក្រែនហ្នឹងវេទនាមែនតើព្រោះអត់មានកម្ដៅអត់មានអីដើម្បីការពារនៅរដូវត្រជាក់អីចឹងណាគឺជាអំពើអមនុស្សធម៌ណាប៉ុន្តែអាមេរិកប្រហែលជាមិនអនុញ្ញាតឲ្យអ៊ីរ៉ង់នៅតែយកច្រកហ័រមូសធ្វើជាព្យុះភ្លៀងជាចំណាប់ខ្មាំងបានទៀតទេព្រោះរឿងនេះគឺតាក់ទងនឹងរឿងប្រេងកាតប្រេងឥន្ធនៈព្រោះច្រកហ័រមូសនេះគឺវាប៉ះពាល់ដូច domino effect គឺផលប៉ះពាល់ដូចបន្ទះ domino អញ្ចឹងតាច្រកហ័រមូសបិទគឺវាដួលគ្រប់កន្លែងសាំងឡើងថ្លៃប្រជាពលរដ្ឋក៏មានបញ្ហាសេដ្ឋកិច្ចក៏គាំងអីលាក់នឹងលាក់អញ្ចឹងត្រូវតែបើកច្រកនេះឲ្យចេញព្រោះឯអាមេរិកដែលគេចាត់ទុកថាគាត់ដូចជាឃ្លីងឃ្លោងពំតណោតហ្នឹងយើងឃើញហើយសុកស្រាប់អនុញ្ញាតឲ្យរុស្ស៊ីបញ្ចេញប្រេងមកអត់ដាក់ទណ្ឌកម្មទេធ្លាប់ដាក់ទណ្ឌកម្មរុស្ស៊ីរឿងអ៊ុយក្រែនហ្នឹងរឿងហាមប្រទេសឥណ្ឌាឬក៏ប្រទេសដទៃទៀតកុំឲ្យទិញប្រេងពីរុស្ស៊ីដើម្បីឲ្យរុស្ស៊ីដាច់ដង្ហើមកុំឲ្យមានលុយផលិតអាវុធទម្លាក់គ្រាប់លើអ៊ុយក្រែនទៀតអាហ្នឹងគឺជាអ្វីដែលអាមេរិកធ្លាប់ធ្វើដល់ពេលគេបិទច្រកហ័រមូសអស់ប្រេងឡើងថ្លៃលោកត្រាំខ្លាចពិភពលោកថាមកពីលោកត្រាំហ្នឹងបានប្រេងឡើងថ្លៃដកទណ្ឌកម្មពីរុស្ស៊ីមករយៈពេលសិនអត់ឲ្យប្រទេសណាចង់និយាយប្រទេសដែលទិញប្រេងរុស្ស៊ីទិញចោះលែងដាក់ទណ្ឌកម្មលែងអីហើយដើម្បីឲ្យប្រេងហ្នឹងអាចចរាចរបានអាហ្នឹងរឿងរុស្ស៊ីមួយរឿងជាមួយអ៊ីរ៉ង់ក៏ចឹងដែរអាមេរិកដាក់ទណ្ឌកម្មអ៊ីរ៉ង់នេះរាប់សិបឆ្នាំហើយតែមកដល់ពេលនេះស្រាប់តែលើកទណ្ឌកម្មអ៊ីរ៉ង់តាក់ទងនឹងរឿងដឹកប្រេងនឹងដែរព្រោះប្រេងរបស់អ៊ីរ៉ង់ដឹកចេញពីសមុទ្រពីព្រំប្រទល់អ៊ីរ៉ង់ហ្នឹងចេញទៅក្នុងដែនសមុទ្រអន្តរជាតិហ្នឹងមានដល់ទៅ170លានបារ៉ែលគឺធុងដូច្នេះអាមេរិកគិតថាបើដាក់ទណ្ឌកម្មអ៊ីរ៉ង់គឺប្រេងហ្នឹងអត់អាចលក់បានវាទៅធ្វើឲ្យតម្លៃទីផ្សារប្រេងហ្នឹងគឺវាថ្លៃអញ្ចឹងសុកចិត្តអាកាត់មួយគឺថាបធូរបន្ថយអត់យកទណ្ឌកម្ម
អេរ៉ង់ដកក្នុងបដោះអាសន្នហ្នឹងឲ្យលក់ប្រេងនឹងបានចោះអញ្ចឹងទៅបានប្រជាពលរដ្ឋឬក៏អ្នកវិភាគថាមិនចឹងលោកត្រាំដូចរៀងក្លែងក្លងពំតំណោតខ្លួនឯងម៉េះតែលក់ប្រេងឬក៏ទិញប្រេងអេរ៉ង់បានន័យថាដូចជាផ្គត់ផ្គង់គ្រឿងសព្វាវុធអេរ៉ង់ទៀតហើយប៉ុន្តែបងប្អូននៅពេលនេះអត់ដូចពេលមុនទេបើទោះបីជាអេរ៉ង់លក់ប្រេងបានក៏ដោយក៏លុយនឹងមិនអាចយកទៅបំពោកសព្វាវុធអីបានប្រមាណទេព្រោះអាមេរិកបំផ្លាញខ្ទេចខ្ទីអស់ច្រើនហើយយ៉ាងណាក៏វាសឹងតែខ្ទេចខ្ទីនៅក្នុងប្រព័ន្ធកញ្ជ្រួចប្រព័ន្ធអីរបស់អេរ៉ង់អីនិងប្រព័ន្ធការពារជាតិគេនោះណាតែសំខាន់បើយើងមើលក៏វាមានហេតុផលសមស្របមួយដែរព្រោះអាមេរិកឲ្យលក់ប្រេងដោយបណ្ដោះអាសន្ននេះដោយសារកលៈទេសៈនេះបើសិនជាមានទណ្ឌកម្មនេះគឺប្រេងលក់អត់បានអញ្ចឹងប្រេងឡើងថ្លៃអញ្ចឹងក៏វាសមហេតុសមផលថាគាត់ប្រហែលជាមិន flip flop ឬក៏ថាបាត់ដៃខ្នងដៃអីប្រមាណម្ដងដាក់ទណ្ឌកម្មម្ដងមិនដាក់ទណ្ឌកម្មដែរព្រោះអីអ្នកណាក៏យល់ដែរថាបើជាប់ទណ្ឌកម្មប្រេងលក់អត់បានទីផ្សារប្រេងនៅលើពិភពលោកឡើងថ្លៃព្រោះអាមេរិកមិនមែនដើម្បីបុព្វហេតុអាមេរិកអីទៀតទេគឺដើម្បីបុព្វហេតុពិភពលោកដែរនៅពេលដែលឲ្យលក់ប្រេងហ្នឹងទៅកុំឲ្យប្រេងឡើងថ្លៃដល់មួយធុង$120អីទៀតព្រោះឥឡូវនៅត្រឹម112អីហ្នឹងបើបញ្ចេញឲ្យកាន់តែច្រើនទៅវាអាចនឹងលក់បានអញ្ចឹងការដែលគេចោទលោកត្រាំថារៀងដូចពំតំណោតហ្នឹងវាមានហេតុផលសមរម្យរបស់គេក៏ប៉ុន្តែកលៈទេសៈនេះអ្នកណាក៏ពិបាកដែរព្រោះទី1គឺលោកត្រាំអត់អាចបញ្ជូនទ័ពថ្មើរជើងទៅអ៊ីរ៉ង់បានទេប្រជាពលរដ្ឋអាមេរិកទាំងអស់គឺជំទាស់ការបញ្ជូនទ័ពថ្មើរជើងព្រោះអីទ័ពថ្មើរជើងទៅគឺនឹងស្លាប់ដោយអាសាបងហើយគឺបើអាចកំទេចពីដែនអាកាសបានគឺគេមិនគ្រប់គ្រងការដែលវាយប្រហារអ៊ីរ៉ង់មែនប៉ុន្តែគេមិនជំទាស់រឿងការដែលវាយប្រហារតាមដែនអាកាសទេកុំឲ្យយកមនុស្សយកទៅដាក់អញ្ចឹងហើយបានជាលោកត្រាំប្រាប់គេម្សិលមិញនេះគាត់ថាពីដំបូងឡើយគាត់ថាអត់មានប្រកែករឿងការបញ្ជូនទ័ពថ្មើរជើងទៅអ៊ីរ៉ង់ឯក៏អត់ដែលគិតថាអានឹងជាជំរើសដែលត្រូវកវត្តចោលទេគឺនៅតែគិតពិចារណាអញ្ចឹងណាប៉ុន្តែប្រហែលថ្ងៃនេះគាត់មានចំហច្បាស់លាស់មួយគឺថាគាត់អត់មានបញ្ជូនទ័ពថ្មើរជើងអាមេរិកទៅអ៊ីរ៉ង់កន្លែងណាមួយទេប៉ុន្តែបញ្ជូនទៅមជ្ឈិមបូព៌ាបានដែរទៅមូលដ្ឋានទ័ពអាមេរិកអីចឹងទៅអញ្ចឹងការដែលផ្លាស់ប្ដូរចំហរបស់លោកត្រាំដែលកាលពីដើមឡើយថានឹងចង់បញ្ជូនទ័ពថ្មើរជើងនេះខ្ញុំជឿថាជាសារមួយគម្រាមដល់អ៊ីរ៉ង់ថាតិចទៀតមានទ័ពថ្មើរជើងទៅដល់លុកលុយចូលដល់ដែនអធិបតេយ្យរបស់អ្នកឯងបើសិនជាមិនលើកទង់សអាហ្នឹងអាចជាយុទ្ធសាស្ត្របែបហ្នឹងប៉ុន្តែប្រហែលជាឥឡូវគាត់ច្បាស់ថាអ៊ីរ៉ង់ទុនដៃទុនជើងអស់ហើយមិនចាំបាច់ដាក់ទ័ពថ្មើរជើងទៅក៏បានដែរវាអាចអញ្ចឹងដែរឬក៏វាអាចលោកត្រាំខ្លួនលោករងសម្ពាធពីផ្ទៃក្នុងនៅក្នុងសហរដ្ឋអាមេរិកដែលមិនអោយយកទាហានអាមេរិកទៅចុះនៅក្នុងមូលដ្ឋានឬក៏ដែនអធិបតេយ្យរបស់អ៊ីរ៉ង់ហ្នឹងខ្លាចស្លាប់ទាហានអាមេរិកហើយអញ្ចឹងបើសិនជានេះវាយពីដែនអាកាសអញ្ចឹងទៅឲ្យអាមេរិកចុះចាញ់លើកទង់សទៅកុំឲ្យស្លាប់ទាហានអាមេរិកអីព្រោះមកដល់ម៉ោងនេះទាហានអាមេរិកស្លាប់13នាក់ហើយប៉ុន្តែទាហានអាមេរិកស្លាប់13នាក់ហ្នឹងគឺមនុស្សដែលស្លាប់ទាំងអស់នៅក្នុងសង្គ្រាមនេះឡើងដល់1400នាក់ជាងហើយច្រើនជាងនៅលីបង់គឺមាន1000នាក់ហើយអញ្ចឹងនៅអ៊ីរ៉ង់ហ្នឹងគឺស្លាប់តែ300-400នាក់ច្រើនជាងគេគឺសាលារៀនបឋមសិក្សាមួយដែលស្លាប់កូនសិស្សច្រើនណាស់ដូចជា130នាក់អីណោះវាច្រើនមែនតើនេះគឺជាការរកម្មចិត្តមួយដែរនៅក្នុងសង្គ្រាមប៉ុន្តែបើយើងមើលទំហំនៃការវាយប្រហារគឺអ៊ីរ៉ង់បានត្រៀមខ្លួនរួចទៅហើយលាក់ខ្លួននៅក្រោមដីអញ្ចឹងហើយបានជាប្រជាពលរដ្ឋអ៊ីរ៉ង់ឬក៏ទាហានអ៊ីរ៉ង់ហ្នឹងមិនស្លាប់ច្រើនដូចតែចេញមកប្រយុទ្ធគ្នាប្រាវលើគោកឯព្រោះចូលក្រោមរូងអស់ហើយបាទអញ្ចឹងហើយអារូងហ្នឹងហើយដែលចុងក្រោយអាមេរិកចង់ទៅបិទអារូងហ្នឹងឲ្យចិត្តផ្ដាច់ភ្លើងផ្ដាច់ទឹកអីទៅវាអាចនឹងតែអ៊ីរ៉ង់គេថាគេនឹងផ្ដាច់ទឹកផ្ដាច់ភ្លើងនៅក្នុងក្រមសម្ព័ន្ធមិត្តគឺគេប្លង់ដាក់ទៀតប៉ុន្តែប្លង់ដាក់អីបើអ៊ីរ៉ង់ប្លង់ដាក់បានហើយគំតិចហេដ្ឋារចនាសម្ព័ន្ធនឹងបានអ៊ីរ៉ង់ធ្វើហើយប្រឹងតែប្រឹងវាមិនរួចព្រោះសម្ព័ន្ធមិត្តគេមានប្រព័ន្ធការពារកញ្ជ្រួចអ៊ីរ៉ង់ដែរអញ្ចឹងអ៊ីរ៉ង់បាញ់កាន់តែច្រើនអ៊ីរ៉ង់ចាប់ផ្ដើមបើកទីតាំងដែលអ៊ីរ៉ង់លាក់ទុកអាវុធនឹងកាន់តែច្រើនអាមេរិកកាន់តែទម្លាក់គ្រាប់កាន់តែសន្ធាប់រូងភ្នំនឹងកាន់តែចិត្តដូច្នេះអ៊ីរ៉ង់អស់មានឱកាសឲ្យបងប្អូនមកដល់ម៉ោងនេះគឺវាពិបាកដែរយើងគិតថាជាការតស៊ូរបស់គាត់ដែរប៉ុន្តែខ្ញុំជឿថានៅទីបញ្ចប់គឺទៅឡើងរួចហើយបាទឥឡូវខ្ញុំស្លេះព័ត៌មានរឿងអាមេរិកខ្ញុំសុំទោសឲ្យដែលចាប់ផ្ដើមពីរឿងអាមេរិកទៅមុនហើយបងអែមខ្មែរមកក្រោយវិញម្ដងដោយសារតែរឿងនឹងវាធំដែរពួកខ្មែរយើងបងអែមយើងដដែលរាល់ថ្ងៃទេបងប្អូនព្រោះជួនកាលបងប្អូនខ្លះ
អាចនឹងតលន់ខ្លះដែរហើយព្រោះអីស្ដាប់ទៅថាលឺតការឈឺចាប់អត់មានដំណោះស្រាយអីចង់កើតរោគ stress បាក់ទឹកចិត្តហើយបងប្អូនកុំអាលបាក់ទឹកចិត្តគ្មានស្អីដែលគ្មានដំណោះស្រាយទេសង្ឃឹមថារដ្ឋាភិបាលកម្ពុជាយើងនឹងដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិដើម្បីឲ្យបងប្អូនយើងធូរចិត្តយើងធ្វើអីក៏មិនធូរចិត្តដែរកើតឥឡូវរដ្ឋាភិបាលកម្ពុជាទាមទារឲ្យថៃគោរពតាមស្មារតីនៃបទឈប់បាញ់ថ្ងៃ27ខែធ្នូឆ្នាំ2025ស្របពេលដែលយោធាថៃកំពុងពុះចែកដីខ្មែរឲ្យប្រជាប្រដ្ឋថៃនៅភូមិជោគជ័យតាមពិតណាមិនមែនជាការផ្សាយរបស់ខ្ញុំដែលធ្វើឲ្យប្រជាពលរដ្ឋបាក់ទឹកចិត្តទេគឺការដែលតវ៉ារបស់កម្ពុជាដែលឲ្យមិនប្តឹងទៅតុលាការអន្តរជាតិនេះដែលធ្វើឲ្យប្រជាពលរដ្ឋបាក់ទឹកចិត្តព្រោះដដែលរាល់ថ្ងៃ700 800ដងហើយឥឡូវប្រហែលជា1000ដងហើយដឹងនៅតែតវ៉ានៅតែស្នើនៅតែសុំហើយថៃគេអត់ស្ដាប់សោះយើងប្រមាណ100ដងតើយើងត្រូវអង្វរថៃដល់ណាទៀតខ្ញុំពងតែឆ្ងល់ដែរយើងជារដ្ឋអធិបតេយ្យរបស់យើងមួយយើងទៅអង្វរគេយ៉ាងម៉េចទៀតយើងត្រូវស្នើគេយ៉ាងម៉េចទៀតយើងអំពាវនាវគេយ៉ាងម៉េចទៀតខ្ញុំពងតែឆ្ងល់ព្រោះគេអត់ស្ដាប់យើងផងហ្នឹងតែយើងទៅអំពាវនាវគេយ៉ាងម៉េចដើម្បីឲ្យគេស្ដាប់ថ្ងៃនេះខ្ញុំឃើញសាររបស់រដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យហ្នឹងថាអញ្ចេះរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរពាក់ព័ន្ធកំពុងតែតាមដានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃធ្វើឲ្យមានការកែប្រែស្ថានភាពនៅលើដីជាក់ស្ដែងនៅតំបន់ដែលពួកគេដណ្ដើមកាន់កាប់ដោយខុសច្បាប់ហើយធ្វើកំណត់ទូតតវ៉ាជាផ្លូវការនៅរាល់ទីតាំងទាំងអស់ដែលកម្លាំងថៃប្រព្រឹត្តខុសពីកិច្ចព្រមព្រៀងក្រោយពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025កម្ពុជាមិនទទួលយកខ្សែព្រំដែនឬការទាមទារទឹកដីណាមួយតាមការអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយហើយនៅតែរក្សាសិទ្ធិពេញលេញនិងស្របច្បាប់របស់ខ្លួននៅក្នុងការកំណត់ព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនេះគឺជាប្រសាសន៍របស់លោកប៉ែនបូណាដែលជាប្រធានអ្នកនាំពាក្យអង្គភាពអ្នកនាំពាក្យរបស់រដ្ឋាភិបាលនេះគឺជាសារលើកទី